សម្ដេចតេជោហ៊ុនសែនកម្ពុជាអត់ធ្មត់គ្រប់គ្រាន់ហើយដូច្នេះដល់ពេលប្រើសិទ្ធិការពារខ្លួនក្រោយមានការគម្រាមកំហែងជាបន្តបន្ទាប់ពីនាយករដ្ឋមន្ត្រីនិងមេទ័ពថៃថានឹងវាយយកទឹកដីកម្ពុជានិងកំទេចសមត្ថភាពយោធាកម្ពុជាឲ្យខ្សោយរយៈពេលយូរក្រោយការអត់ធ្មត់លើ24ម៉ោងដើម្បីគោរពនៅបទច្បាញ់និងត្រូវការពេលវេលាដើម្បីជំនះប្រជាជនចេញមកតំបន់សុវត្ថិភាពកាលពីល្ងាចម្សិលមិញថ្ងៃច័ន្ទទី8វរៈកងទ័ពកម្ពុជាបានតបតបន្ថែមដល់យប់មិញនិងព្រឹកថ្ងៃអង្គារនេះតាមរយៈសម្ដែងបញ្ជាក់លើបណ្ដាញសង្គមនាព្រឹកថ្ងៃនេះសម្ដេចតេជោហ៊ុនសែនបានថ្លែងថាតាមនាយករដ្ឋមន្ត្រីថៃអនុទិនបានប្រកាសថានឹងប្រើកម្លាំងវាយយក11ចំណុចដែលយើងមិនច្បាស់ថា11ចំណុចនោះនៅកន្លែងណាខ្លះទេដើម្បីងាយស្រួលកុំឲ្យលំបាករកកន្លែងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់យើងត្រូវវាយគ្រប់ចំណុចដែលខ្មាំងវាយចូលសម្ដេចតេជោមានប្រសាសន៍ថាយើងការពារទឹកដីយើងដោយមានលែនដ្ឋានរឹងមាំមួយអាវុធគ្រប់ប្រភេទឯសត្រូវឈ្លានពានត្រូវចល័តវាយចូលទីតាំងយើងពួកគេមិនអាចទូលលែនដ្ឋានបានទេហើយក្បាលពួកគេក៏មិនបានប៉ាន់ដាយដែរសន្តិភាពនេះផ្ដោតប្រៀបឲ្យយើងអនុវត្តយុទ្ធវិធីកំទេចកម្លាំងរបស់សត្រូវតាមរយៈការចាត់តាំងតទល់សម្ដេចតេជោបញ្ជាក់ថាសម្រាប់មេទ័ពថៃប្រកាសដើម្បីសន្តិសុខប្រជាជនត្រូវបំផ្លាញសមត្ថភាពកម្លាំងការពារជាតិរបស់កម្ពុជាតាមរយៈសម្រាប់រយៈពេលវែងសម្ដីលោកមេទ័ពខ្លាំងជាងប្រទេសមហាអំណាចខាងអាវុធនិងកងកម្លាំងនៅលើពិភពនេះតទីសម្ដេចតេជោបានថ្លែងសង្កត់ធ្ងន់ថាយើងពិតជាមិនអង្គុយអូបដៃឲ្យអស់លោកបំផ្លាញតាមចិត្តចង់របស់អស់លោកទេចុងក្រោយខ្ញុំកំពុងតាមមើលមនុស្សមួយចំនួនដែលកាលពីកម្ពុជាតបតដើម្បីការពារខ្លួនកាលពីខែកក្កដាពួកគេចោទយើងថាលោភសង្គ្រាមពេលយើងអត់ធ្មត់គោរពបទច្បាញ់និងចង់ដោះស្រាយដោយសន្តិវិធីគេចោទយើងថាខ្លាចថៃមិនហ៊ានឬកាត់ទឹកដីឲ្យថៃដើម្បីដូរយកសន្តិភាពនៅពេលនេះយើងវាយដើម្បីការពារខ្លួនទៀតហើយតើពួកគេនឹងនិយាយយ៉ាងដូចម្តេចទៀតកម្ពុជាត្រូវការសន្តិភាពតែកម្ពុជាបង្ខំចិត្តវាយតបតដើម្បីការពារទឹកដីយើង